ហើយជាពិសេសអំបញ្ញ3នេះអាយដាមឯករាជ្យទូតក៏បានលើកឡើងអំពីបញ្ហាសន្តិសុខពាក់ព័ន្ធទៅនឹងបញ្ហា scam ហើយរឿងនេះខ្ញុំសូមអរគុណហើយក៏សរសើរចំពោះគណៈបញ្ជាការឯកភាពខេត្តដែលបានការបដិញ្ញាចិត្តខ្ពស់នៅក្នុងការអនុវត្តនៅបទបញ្ជាបរិរដ្ឋាភិបាលហើយធ្វើយ៉ាងណាកុំឲ្យខេត្តស្វាយរៀងក្លាយទៅជាខេត្តមួយដែលមានកេរ្តិ៍ឈ្មោះហើយអាចមានប៉ះពាល់ដល់សន្តិសុខដោយសារបញ្ហានេះរឿងសេដ្ឋកិច្ចពណ៌ខ្មៅសេដ្ឋកិច្ចប្រផេះវាប៉ះពាល់ប៉ុន្តែធ្វើយ៉ាងណាដែលយើងចង់ឲ្យសេដ្ឋកិច្ចពណ៌សដែលខ្ញុំនិយាយថារោងចក្រសហគ្រាសបង្កើតការងារមិនត្រឹមតែប្រវត្តិទេតែនឹងវិរីកមកក្នុងកន្លែងនេះតែរោងចក្រសហគ្រាសរីកហើយសេវាគ្រប់គ្រងខាងអូតែលខាងរេស្តូរ៉ង់ខាងអីក៏វិរីកទៅបម្រើឲ្យសេដ្ឋកិច្ចការងារទាំងអស់នេះអញ្ចឹងខ្ញុំសូមអរគុណដល់ឯកឧត្តមអភិបាលខេត្តគណៈអភិបាលខេត្តគណៈបញ្ជាការឯកភាពបាទជាពិសេសនៅខាងក្រុងប្រវត្តិនៅខាងក្រុងស្រុកទាំងអស់នៅទីនេះសូមធ្វើយ៉ាងណាបង្កើននៅបញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ហើយជាពិសេសបញ្ហាសន្តិសុខនេះសំខាន់ដែលពាក់ព័ន្ធទៅដល់រូបភាពពាក់ព័ន្ធទៅដល់កេរ្តិ៍ឈ្មោះរបស់ខេត្តហើយបើសិនជាបញ្ហាសន្តិសុខសុវត្ថិភាពទីល្អសណ្ដាប់ធ្នាប់ទីល្អនេះជាបរិស្ថានមួយធំណាស់ដើម្បីទាក់ទាញនៅការវិនិយោគនិងបង្កើតនៅការវិនិយោគឲ្យកាន់តែរីកនៅសេចក្តីសង្ឃឹមដែលខ្ញុំថា20ឆ្នាំទៀតរោងចក្រមិនមានត្រឹមតែប្រវត្តិទេនឹងមកជុំវិញខេត្តទីក្រុងនៅទីនេះបន្ថែមទៀតបាទនេះគឺជាអ្វីដែលយើងត្រូវរួមគ្នាធ្វើហើយខ្ញុំសូមឲ្យយកចិត្តទុកដាក់ទៅលើកិច្ចការងារនេះដែលអាដាមអភិបាលខេត្តបានធ្វើការបដិញ្ញាចិត្តក៏ដូចជាគណៈបញ្ជាការឯកភាពខេត្តដែលយើងធ្វើកិច្ចការងារព្រោះកន្លងទៅវាមានបញ្ហាមួយចំនួនដែលជះឥទ្ធិពលដល់កម្ពុជារបស់យើងអញ្ចឹងក្នុងនោះបញ្ហាឆបោកអនឡាញនេះក៏មួយមិនមែនជាបញ្ហាដាច់ដライរបស់កម្ពុជាទេជាបញ្ហាតំបន់ប៉ុន្តែដើម្បីវាបោសសម្អាតវាតលតែយើងម្ចាស់ការខ្លួនឯងអញ្ចឹងនៅក្នុងកិច្ចការងារនេះកម្ពុជាបានបដិញ្ញាចិត្តឯកឧត្តមឯករាជ្យទូតបានឃើញនៅក្នុងការខិតខំរបស់យើងហើយក៏មិនមែនតែធ្វើក្នុងរយៈពេលខ្លីយើងនឹងបន្តព្រោះវាជាកត្តាចាំបាច់បរិស្ថានចាំបាច់នៅក្នុងការរៀបចំកម្ពុជាឲ្យក្លាយទៅជាប្រទេសអភិវឌ្ឍមួយដែលពឹងផ្អែកទៅលើសមត្ថភាពកូនចៅប្រជាពលរដ្ឋរបស់យើងដែលនឹងខិតខំបណ្ដុះបណ្ដាលទៅមុខសមត្ថភាពនៅក្នុងការបង្កើនសេដ្ឋកិច្ចរបស់យើងជាពិសេសនៅក្នុងការបង្កើននៅគ្រប់វិស័យវិស័យទេសចរណ៍វិស័យកសិកម្មកសិឧស្សាហកម្មវិស័យឧស្សាហកម្មកបដិសាវិស័យបច្ចេកវិទ្យាហើយនេះហើយគឺជាអ្វីដែលជាមូលដ្ឋានរឹងមាំរបស់យើង